ឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលបានលើកទឹកចិត្តដល់ពលករខ្មែរដែលទើបមកពីប្រទេសថៃស្វែងរកការងារធ្វើនៅក្នុងស្រុកហើយដែលបច្ចុប្បន្ននេះខេត្តកណ្ដាលកំពុងមានតម្រូវការកម្លាំងការងារប្រមាណ 15,000 កន្លែងសម្រាប់ពលករទូទៅក៏ដូចជាបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញឯកឧត្តមអភិបាលខេត្តលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសថៃចំនួន43គ្រួសារដែលមានទីលំនៅក្នុងស្រុកកោះធំនាថ្ងៃទី17ខែមិថុនាឆ្នាំ2025ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាបច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានរោងចក្រសហគ្រាសនិងក្រុមហ៊ុននានាកំពុងមានតម្រូវការងារប្រមាណ 15,000 កន្លែងសម្រាប់ពលរដ្ឋទូទៅក៏ដូចជាបងប្អូនពលករខ្មែរយើងដែលទើបត្រឡប់មកពីប្រទេសថៃវិញហើយរោងចក្រសហគ្រាសនិងក្រុមហ៊ុនទាំងអស់សុទ្ធតែជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គមបសសនៅពេលដែលបងប្អូនធ្វើការនៅទីនោះបងប្អូននឹងក្លាយជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គមបសសហើយទទួលបាននៅអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយគាំពៀសង្គមរបស់រាជរដ្ឋាភិបាលក្នុងនោះរួមមានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកុមារក្រោមអាយុ2ឆ្នាំអត្ថប្រយោជន៍គ្រោះថ្នាក់ការងារអាចសុំប្រាក់សោធននិវត្តន៍នៅពេលអាយុ60ឆ្នាំនិងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុងស្រុកសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្រូវរៀបចំជាតារាងបង្ហាញពីបណ្ដារោងចក្រឬសហគ្រាសណាដែលកំពុងជ្រើសរើសកម្មករនិយោជិតដើម្បីបញ្ជូនព័ត៌មានទាំងនោះឲ្យមកដល់តាមបណ្ដាភូមិឃុំស្រុកដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនយើងបានដឹងនិងអាចងាយស្រួលជ្រើសរើសការងារដែលគាត់ចង់ធ្វើនិងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីរបស់យើងព្រមជាមួយនឹងការបង្កើតក្រុម Telegram មួយដើម្បីងាយស្រួលផ្ដល់ព័ត៌មានផ្សេងៗជូនគាត់បានរហ័សជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានណែនាំផងដែរដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវជួយសម្រួលឲ្យមានភាពងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញក្នុងករណីគាត់ចង់ឲ្យកូនមករៀននៅស្រុកកំណើតឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់បន្ថែមអំពីសាវតាចំនួននៅព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនាពេលកន្លងមកនិងអំពីបច្ចុប្បន្នភាពស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃពិសេសនៅតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីដែលគោលជំហរដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដីការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃពិសេសនៅតំបន់ទាំង4ខាងលើដែលកំពុងមានជម្លោះគឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានពំនាំនៅគ្រឿងឧបភោគបរិភោគនិងថវិការបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូនពលករខ្មែរទើបត្រឡប់ពីប្រទេសថៃមកកាន់មូលដ្ឋានស្រុកកោះធំបច្ចុប្បន្នមានចំនួន43គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកត្រី1យួរនិងថវិកា 10,000 រៀលដោយឡែកចំពោះពលករជាស្ត្រីមានផ្ទៃពោះចំនួន1រូបទទួលបានថវិកាបន្ថែមចំនួន40,000 រៀលផងដែរ